នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកកន្លែងដើរលេងមកកន្លែងនេះគឺមានគ្រប់មុខទាំងអស់ចង់បានអីគេចង់បានម្ហូបឆ្ងាញ់មែនហើយចង់បានអីគេកាហ្វេចង់ចង់រកតកកឈូសឬរកការ៉េមសម្រាប់កូនហ្នឹងមិនមែនថាសម្រាប់ទៅឪពុកម្ដាយឬក៏បងប្អូនជាទូតមួយចដូនមួយណាគេហៅកន្លែងណាដែលមិនដឹងថាទៅទីតាំងកន្លែងណាអញ្ចឹងមានតកកឈូសហ៎កូនហៅតកកឈូសដាក់ពើទៅតកកឈូសអាចង់បានអីកូនចង់បានអីប្រាប់ម៉ាមីមើលរកការ៉េមឥឡូវដើរម៉ាមីហៅមកកាហ្វេឡាតេវិញមើលហើយឥឡូវកំពុងតែនិយាយជាមួយនឹងបងស្រីអ្នកលក់នៅនឹងហើយអញ្ចឹងសួរបងឥឡូវនេះកន្លែងនេះមានលក់អីគេខ្លះអីចឹងបងក៏ថាមានគ្រប់មកអញ្ចឹងឥឡូវដាក់ឡាតេមួយមើលយកអាស្កូបពេញហ្មង 100% ក៏បានហើយកន្លែងចុះកន្លែងឡើងជាមួយនឹង admin មើលដើរទៅជាមួយនឹងគេហៅថាឋានសួគ៌នៃគេហៅពិភពនៃការថតរូបហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកជាមួយនឹងនាងខ្ញុំមានគេតែងតែសួរនាងខ្ញុំថា admin ឥឡូវយើងគួរទៅលេងណាចុងសប្តាហ៍ព្រមសូវមានលុយកាក់អញ្ចឹងកន្លែងទៅមកកន្លែងពេលខ្លះនាងខ្ញុំហ្នឹងជាពុកម្ដាយគេហ្នឹងពេលខ្លះក៏ខ្ញុំចង់ទៅលេងកន្លែងហ្នឹងហើយដល់ពេលកូនចង់ទៅលេងកន្លែងនោះអញ្ចឹងមិនដឹងថាម៉េចឲ្យកូនចង់រត់លេងពេញហ្នឹងអញ្ចឹងទៅរកកន្លែងណាដែលចតឡានធំទលាយហើយនឹងកន្លែងនេះថាបរិយាកាសល្អកុំឲ្យក្តៅពេកក៏មានអារម្មណ៍ថាធុញថប់ព្រោះធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងវាហត់អស់កម្លាំងហើយអញ្ចឹងត្រូវរកពេលវេលាសម្រាប់ពេលចុងសប្តាហ៍ឲ្យដូចថាចំណាយអស់តិចហើយមកហូបឆ្ងាញ់កន្លែងដើរលេងធំទូលាយទៀតហើយកន្លែងនេះផងដែរគឺមានបន្លែក៏ដាំខ្លួនឯងដាំធម្មជាតិតែម្ដងហើយចំពោះនឹងទីធ្លាកញ្ចុះមាត់ទឹកអីគឺមានទាំងអស់អញ្ចឹងបងប្អូនចង់បានកញ្ចុះមាត់ទឹកយើងអង្គុយកញ្ចុះមាត់ទឹកហើយបើសិនជាបងប្អូនចង់អង្គុយជាមួយនឹងសួនច្បារអីហ្នឹងគឺមានគ្រប់ទាំងអស់ហើយ admin ក៏បានចូលទៅថតនៅកន្លែងចុងភៅគាត់ផងដែរដើម្បីឲ្យដឹងថាតើគាត់ធ្វើទៅអនាម័យយ៉ាងណាដែរព្រោះ admin តើអាហារកន្លែងគាត់ឈ្ងុយឆ្ងាញ់ហើយជាមួយនឹងអនាម័យនិងគុណភាពហើយជាមួយរសជាតិហ្នឹងគឺមិនដូចថាមាន់ហ្នឹងគឺខំក្រោកតែម្ដងណាអញ្ចឹងឥឡូវខាងបងចុងភៅហ្នឹងគាត់បានរៀបចំដើម្បីរុញម្ហូបទាំងអស់ហ្នឹងយកមកឲ្យខាង admin ដើម្បីធ្វើការដូចថាញ៉ាំភ្លក់តេស្តមើលថារសជាតិមិនដែរហើយជាមួយនឹងបងម្ចាស់ហាងហ្នឹងក៏ខាង admin បានសួរគាត់ដែរថាបងរសជាតិនៅហ្នឹងកន្លែងម្ហូបណាខ្លះដែលលក់ដាច់ជាប្រចាំហើយឆ្ងាញ់អញ្ចឹងណាហើយអញ្ចឹងខាងបងម្ចាស់ហាងក៏គាត់ណែនាំឲ្យពីគាត់ថាអាហ្នឹងលក់ដាច់ជាមួយនឹងខម៉ាំពុះតាន់ហើយនឹងមាន់ដុតហ្នឹង free ឆាតកូនហ្នឹងពេលណាម្ដងហ្នឹងគឺភាគច្រើនហ្នឹងគឺកំងអាហ្នឹងអញ្ចឹង admin ចាំការទៀតដាក់ត្មងបងដាក់មកកុំឲ្យចាំថ្ងៃសាច់ដាក់ថ្ងៃហ្នឹងម៉ោងហ្នឹងពេលវេលាហ្នឹងញ៉ាំឥឡូវហ្នឹងតែម្ដងហើយអញ្ចឹងឥឡូវនេះគឺកំពុងបញ្ជូនអាហារមកហូបអាហារទៅ admin អញ្ចឹងទៅហើយពេលចន្លោះពេលដែលកំពុងបញ្ជូនមកហូបអាហារហ្នឹងក៏ admin ដើរទៅកាច់រៀងចេះដើរកាច់រៀងចុះថតចុះព្រោះថាគេតំណទៅលើកមកហូបយកទៅដល់កន្លែងយើងអង្គុយហ្នឹងក៏វាចំណាយពេលនេះដែរប៉ុន្តែគ្រាន់តែថានាងខ្ញុំចង់និយាយថាបើបងប្អូនមានការធ្វើដំណើរទៅខាងភោជនីយដ្ឋាននេះគេហៅថាភោជនីយដ្ឋានចូលចិត្តចឹងភោជនីយដ្ឋានចូលចិត្តនេះផងដែរបើសិនជាបងប្អូនក្នុងកំឡុងពេលឥឡូវនេះកក់ក្នុងកំឡុងពេលឥឡូវព្រោះនៅហ្នឹងគឺនិយាយទៅភ្ញៀវច្រើនណាបើសិនជាយើងមុនទៅយើងកក់មុនហើយបើសិនជាកក់មុនចាប់ពី10នាក់ឡើងទៅពេលទៅដល់គឺគេ free PCI យើងចំនួន10កែវអញ្ចឹងបើសិនជាយើងធ្វើការកក់មុនហើយយើងតាក់តងទៅគឺគេនឹងរៀបចំពី10នាក់ឡើងទៅគឺ free PCI ណាបានទៀត10កែវហ្នឹងអញ្ចឹងចាំការទៀតកក់មុនណាហើយទៅជា promotion ញាក់សាច់តែម្ដងត្រូវតែម្ដងចាំការទៀតហើយនិយាយពីមុខម្ហូបអូយបានឃើញមុខម្ហូបប៉ុណ្ណេះចាំការទៀតលើកដៃលើកជើងមកហើយលើភ្លក់ហ្នឹងគឺហៅថាម្ជូរគ្រឿងសាច់គោម្ជូរគ្រឿងសាច់គោលេឆ្អឹងជនីប៉ុន្តែជាតិណារសជាតិគេឲ្យជាមួយនឹងកញ្ចុះមាត់ទឹកនេះខ្ញុំអង្គុយកញ្ចុះមាត់ទឹកព្រោះត្រូវរីម្ជូរជូននៅមុខម្ហូបសម្រាប់ភោជនីយដ្ឋានចូលចិត្តហើយក៏ចង់ឲ្យប្រិយមិត្តបងប្អូនទាំងអស់គ្នាមើលថាអ្នកបរិយាកាសនេះកុំឲ្យតែ admin ចេះតែនិយាយកុហកឬក៏និយាយមិនពិតអីណាឥឡូវមើលជាក់ស្ដែងទៀងត្រង់តែម្ដងឥឡូវសុំភ្លក់មុនសិនចង់ដឹងថាអាហារនឹងឆ្ងាញ់មិនឆ្ងាញ់កុំឲ្យថាណែនាំហើយហ្នឹងរសជាតិញ៉ាំកើតទេទៅលើកដៃប៉ុណ្ណេះគឺឆ្ងាញ់ទេអត់មានថាអត់ឆ្ងាញ់ទេអានេះខម៉ាំពុះតាន់ណាមើលអូយលើកទី1នេះខ្ញុំញ៉ាំនេះខ្ញុំអត់ដែរញ៉ាំទេជាមួយនឹងខម៉ាំពុះតាន់ហ្នឹងណាដល់ពេលលើកទី1ញ៉ាំទៅនិយាយពីជាតិអូយហើយដាក់សាច់ហើយនៅតែមិនទាន់អស់ចិត្តដាក់តែសក់មួយទៀតដាក់ចូលញុតអូជាតិផុសគេណានិយាយពីផ្អែមមុតជាមួយនឹងគេហៅថារសជាតិបែបរបៀបថាជាមួយនឹងបន្លែស្រស់ញញនិយាយពីគួយជាតិហើយឥឡូវនេះមកអង្គុយនៅកន្លែងសួនច្បារគេវាស្មៅគេចិត្តកញ្ចុះហ្នឹងកាច់រៀងចុះកាច់រៀងឡើងមើលនិយាយពីអង្គុយយកខ្យល់អាកាសញ៉ាំឆ្អែតហើយឥឡូវមកកាច់រៀងនៅកន្លែងចិត្តស្ពានគេហ្នឹងអាស្ពានហ្នឹងគឺគេមានគេហៅថាបេះដូងចាំស្នេហ៍ផុសគេភោជនីយដ្ឋានចូលចិត្តគេរៀបបេះដូងចាំបេះដូងគេហៅថាបេះដូងសម្រាប់ភ្ញៀវដែលទៅលេងហ្នឹងគេស្វាគមន៍ណាអញ្ចឹងយើងអាចទៅអង្គុយកាច់រៀងទៅឥឡូវនេះចាប់ដើមឡើងស្ពានទៅហើយថតពី3កន្លែងលេងសកែញ៉ែតមីណហើយដើរបើជពុបជើងទៅអ្នកណាជួយអត់អីទេទឹកជើងជាប់ឯងព្រោះរៀនដើរតាំងក្មេងមកឃើញខ្យល់អាកាសល្អខ្យល់អាកាសត្រជាក់ស្រួលជាមួយនឹងកញ្ចុះចង់បានមាត់ទឹកចង់បានទៅខាងសួនច្បារអត់មានបញ្ហាជាមួយនឹងភោជនីយដ្ឋានចូលចិត្តអញ្ចឹងមិនបាច់ខ្វល់ថាទីតាំងណាជាអៀតឬក៏ពិបាកធ្វើដំណើរទីតាំងនៅខាងចូលចិត្តហ្នឹងគឺយើងអាចធ្វើដំណើរមកបានជាមួយនឹង map ដែល admin ដាក់នៅខាងក្រោយអរគុណចំពោះការតាមដានទស្សនានៅក្នុង page Mara Takeaway បាយបាយ